កុំឲ្យវាដាច់ពីគ្នាគឺយើងត្រូវតែកំណត់វាបាទអញ្ចឹងសូមបញ្ជាក់ដែរចំពោះខ្ញុំធ្វើនេះចំពោះតែកម្មវិធី Adobe Photoshop CC 2019ចុះក្រោមតែប៉ុណ្ណោះចំពោះកម្មវិធី Adobe Photoshop 2021គឺគេកំណត់ផ្សេងទៀតបាទបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាវិលត្រឡប់មកជួបគ្នាម្ដងទៀតហើយជាមួយនឹងខ្ញុំពុធាបាទអញ្ចឹងថ្ងៃនេះខ្ញុំមកធ្វើវីដេអូចែករំលែកមួយតាក់ទងទៅនឹងបងប្អូនដែលគាត់អត់ទាន់ចេះដំឡើងនៅ font ខ្មែរទៅលើកម្មវិធី Adobe Photoshop បាទអញ្ចឹងចំពោះកម្មវិធី Adobe Photoshop នៅពេលដែលយើងដំឡើងភ្លាមគឺចំពោះ font ខ្មែរគឺវាអត់ទាន់ស្គាល់ទេបាទអញ្ចឹងគឺទាមទារឲ្យយើងកំណត់បាទអញ្ចឹងជាឧទាហរណ៍ខ្ញុំវាយពាក្យថាប្រទេសកម្ពុជាចុះបាទបាទអញ្ចឹងនេះនៅពេលដែលខ្ញុំវាយពាក្យថាប្រទេសកម្ពុជាអញ្ចឹងគឺខ្លួនវាទៅផ្សេងស្រៈទៅផ្សេងជើងទៅផ្សេងបាទអញ្ចឹងដើម្បីកុំឲ្យវាដាច់ពីគ្នាគឺយើងត្រូវតែកំណត់វាបាទអញ្ចឹងសូមបញ្ជាក់ដែរចំពោះខ្ញុំធ្វើនេះចំពោះតែកម្មវិធី Adobe Photoshop CC 2019ចុះក្រោមតែប៉ុណ្ណោះចំពោះកម្មវិធី Adobe Photoshop 2021គឺគេកំណត់ផ្សេងទៀតបាទអញ្ចឹងកុំឲ្យខាត់ពេកយើងចូលទៅកំណត់ទាំងអស់គ្នាបាទជាដំបូងបងប្អូនសូមជ្រើសរើសពាក្យថា file បាទคลิกពាក្យថា file ហើយអូសមកក្រោមសូមជ្រើសរើសពាក្យថា preference បាទអញ្ចឹងអ្នកខាងក្រោមបងប្អូនคลิกលើពាក្យ preference ហើយមើលខាងស្ដាំបាទខាងស្ដាំយកពាក្យថា Thai អញ្ចឹងបងប្អូនคลิกយកពាក្យ Thai នៅពេលដែលបងប្អូនคลิกហើយគឺវាលុបផ្ទាំងបែបនេះវាមាន2ផ្ទាំងទី1គឺ Thai option វាមានប្រមាណហ្នឹងបាទអញ្ចឹងបងប្អូនសូមងាកខាងផ្ទាំងទី2គឺដាក់ថា choose check engine option បាទអញ្ចឹងចំពោះកន្លែងហ្នឹងគឺវាមាន2 option ដែរទី1គឺ S ASEAN ហើយទី2គឺ Middle Eastern ASEAN អញ្ចឹងបងប្អូនคลิกយកខាងក្រោមមក Middle Eastern and South ASEAN បាទអញ្ចឹងនៅពេលបងคลิกហើយបងប្អូនសូមចុចសញ្ញាអូខេបាទអញ្ចឹងនៅពេលដែលចុចសញ្ញាអូខេបងប្អូនលុបផ្ទាំងបែបនេះបាទផ្ទាំងបែបនេះបងប្អូនសូមបិទផ្ទាំងនឹងចោលបាទបាទសូមបញ្ជាក់ដែរចំពោះវីដេអូនេះគឺខ្ញុំធ្វើចែករំលែកចំពោះបងប្អូនដែលគាត់មិនទាន់ចេះសោះហើយនឹងចំពោះបងប្អូនដែលគាត់បានចេះហើយសូមមេត្តាខន្តីរកកំហុសខុសឆ្គងបាទអញ្ចឹងនៅពេលដែលបងប្អូនបិទកម្មវិធីនឹងហើយបងប្អូន refresh ហើយបងប្អូនចូលកម្មវិធីនឹងម្ដងទៀតបាទបងប្អូន refresh ដើម្បីឲ្យវាស្គាល់ font ខ្មែរដែលយើងបានដំឡើងមិញបាទអញ្ចឹងបងប្អូនបើកមកគឺផ្ទាំងបែបនេះអញ្ចឹងបងប្អូនជ្រើសរើស project មួយមកបាទ create new មកបាទអញ្ចឹងនេះទំហំបងប្អូនអាចយកណាក៏បានដែរចំពោះតេស្តបងប្អូនអាចយកណាអញ្ចឹងខ្ញុំសូមយកខាងស្ដាំនេះបាទខ្ញុំคลิกលើវាមកហើយចុច create បាទអញ្ចឹងនេះវាក៏បង្កើតនៅផ្ទាំងកិច្ចការយើងមួយឥឡូវយើងសាកតេស្តវាអក្សរសាកមើលយើងវាយពាក្យប្រទេសកម្ពុជាម្ដងទៀតបាទអូខេអញ្ចឹងនៅពេលដែលយើងបានកំណត់ហើយគឺអក្សរវាលោតចេញមកធម្មតាអញ្ចឹងហើយបងប្អូនអាចដាក់ទំហំវាប៉ុន្មានមកបាទអញ្ចឹងចំពោះការដំឡើងនៅ font ខ្មែរដាក់ទៅលើកម្មវិធី Adobe Photoshop CC 2019គឺវាមានតែប៉ុណ្ណឹងបាទអរគុណចំពោះការទស្សនាហើយបើពេញចិត្តនៅវីដេអូនេះសូមបងប្អូនជួយចុច Subscribe នៅ Channel YouTube ខ្ញុំម្នាក់មួយផងដើម្បីជាការលើកទឹកចិត្តក្នុងការបង្កើតឬក៏ការធ្វើនៅវីដេអូចែករំលែកថ្មីៗជាបន្តទៀតសូមអរគុណ